មកតរសៀលថ្ងៃទី17ខែសីហាឆ្នាំ2026នេះអាជ្ញាធរខេត្តកណ្ដាលរកឃើញសាកសពក្មេងប្រុស2នាក់ក្នុងចំណោមក្មេងប្រុស3នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងខ្នាតអន្តរជាតិកាលពីថ្ងៃទី15សីហាកន្លងទៅស្ថិតក្នុងស្រុកគៀនស្វាយខេត្តកណ្ដាលទោះយ៉ាងណាអាជ្ញាធរខេត្តកណ្ដាលកំពុងស្វែងរកយ៉ាងសកម្មក្មេងប្រុស1នាក់ផ្សេងទៀតដែលបន្តបាត់ខ្លួននៅឡើយលោកគួយចម្រើនអភិបាលខេត្តកណ្ដាលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFE បន្ថែមនៅថ្ងៃច័ន្ទទី17សីហានេះថាក្មេងប្រុសដែលជាកូនម្ចាស់ទូកបានបបួលគ្នាមកអុំទូកលេងដោយពួកគេមិនមានពាក់អាវពោងសុវត្ថិភាពឡើយតាមព័ត៌មានដែលខ្ញុំបានជួបជាមួយនឹងក្មេងៗដែលជួយសង្គ្រោះបានត្រឡប់មកវិញនិងជួបឪពុកដែលជាម្ចាស់ទូកតាក់ទងជាមួយនឹងក្មេងៗនេះមិនមានអាវពោងសុវត្ថិភាពទេហើយការដែលវានាំគ្នាទៅលេងទូកអុំទូកសាកនៅថ្ងៃនោះមានន័យថាជាកូនប្រុសរបស់ម្ចាស់ទូកដែលទៅបបួលគ្នាមកលបយកទូករបស់ឪពុកទៅអុំលេងឪពុកគឺមិនតាន់កំណត់ឲ្យអុំនៅថ្ងៃសៅរ៍នោះទេព្រោះថាថ្ងៃសៅរ៍ចំណុះទូកពិតប្រាកដគេមិនតាន់ឈប់សម្រាកពីការងារគាត់ក្រងដាក់ទូកនេះហាត់នៅថ្ងៃអាទិត្យប៉ុន្តែដោយកូនគាត់បានទៅប្រមូលពួកម៉ាក់មិត្តភ័ក្តិមកទាញទូកយកទៅអុំលេងយ៉ាងដូចនោះក៏មានគ្រោះថ្នាក់ទៅនេះជាអ្វីដែលខ្ញុំទទួលបានពីឪពុកដែលជាម្ចាស់ទូកហើយកូនប្រុសរបស់គាត់ម្នាក់ក៏ស្ថិតនៅក្នុងចំណោមអ្នករងគ្រោះដែលបាត់ខ្លួនដែលទើបនឹងរកឃើញកាលពីព្រឹកមិញនេះផងដែរសូមរំលឹកថាកាលពីថ្ងៃទី15ខែសីហាឆ្នាំ2026ក្មេងប្រុសចំនួន10នាក់បានអុំសាក់លបងទូកងខ្នោតអន្តរជាតិមួយគ្រឿងដែលទើបធ្វើឲ្យថ្មីនៅក្នុងភូមិកោះប្រាក់ឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលមុនកើតហេតុយុវជនវ័យក្មេងទាំង10នាក់បានអុំទូកឆ្ងាយពីច្រាំងទន្លេប្រហែល30ម៉ែត្រក៏ស្រាប់តែមានទឹកផុសឡើងធំបណ្ដាលឲ្យលិចទូកក្នុងហេតុការណ៍នោះក្មេងប្រុសចំនួន7នាក់ត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់តែ3នាក់ផ្សេងទៀតបានបាត់ខ្លួននេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលស្រុកគៀនស្វាយ